ពីនាងមិត្តរួមថ្នាក់ម្នាក់ដែលតាមញ៉ែនាងមិនបានសម្រេចថ្ងៃនេះបានមកម្ដងទៀតគេព្យាយាមបញ្ចុះបញ្ចូលនាងឲ្យចូលក្លឹបប៉េងប៉ុង Moritani មិនចង់ខ្វល់ក៏បញ្ឈប់ពេលវេលាប៉ុន្តែ Murakami បែរជាដើរតាមនាងភ្លាមចង់លួចមើលក្រោមសម្ពុតស្រីទៀតមែនទេអត់ទេខ្ញុំមិនដែលធ្វើបែបនេះដាក់អ្នកផ្សេងឡើយគឺនោះក៏ព្រោះតែ Moritani ចាប់អារម្មណ៍លើខ្ញុំ Moritani ខ្មាស់អៀនខ្លាំងណាស់ក្មេងស្រីម្នាក់បានឡើងលើតូរួចដោះខោអាវចេញនាងឲ្យមិត្តស្រីសក់ខ្លីជួយថតរូបឲ្យរូបថតកាន់តែសិចស៊ីមិត្តស្រីសក់ខ្លីកាន់តែអៀងប៉ុន្តែមិត្តរួមថ្នាក់ផ្សេងទៀតហាក់ដូចជាមើលមិនឃើញមិត្តស្រីសក់ខ្លីក៏ដើរទៅមុខហើយលូកដៃស្ដាំទៅរកក្មេងស្រីម្នាក់នោះតើនេះជាអារម្មណ៍របស់ស៊ឹមមែនទេនាងមានអារម្មណ៍ច្រណែនខ្លាំងណាស់សូម្បីតែយប់ឡើងពេលត្រឡប់ទៅផ្ទះវិញ